យើងបន្តទៀតការនិយាយស្វីតត្រូវបានបញ្ចប់លើងមួយយ៉ាងធំក៏លេចចេញឡើងនៅពីមុខអាស៊ីរីតែប្រឡឹងបេឡាបានមកពីក្រោយអាស៊ីរីដោយប្រាប់ថាកុំភ័យអីខ្ញុំនៅទីនេះការប៉ះនោះធ្វើឲ្យអាស៊ីរីកើនឡើងនៅធម្មពលហើយកន្លែងដែលអាស៊ីរីឈរត្រូវបានផ្ទុះដោយស្នាដៃរបស់អាសាធរបានសង្កេតទៅមើលកន្លែងនោះវាបានបាត់ខ្លួនហើយការវាយប្រហាររបស់ខ្ញុំមិនបានត្រូវគេទេគ្មានវិធីដែលល្បឿនរបស់គេគួរតែលឿនបែបនេះទេពេលនោះអាស៊ីរីបានមកពីក្រោយអាសាធរដោយយកដាវកាប់នាងតែត្រូវអាសាធរយកដៃមករងនៅការវាយប្រហារមួយនោះអាសាធរឯងគិតថាឯងអាចលួចវាយប្រហារខ្ញុំដោយបែបនេះឬហើយនាងបានបូមធម្មពលដាក់ទៅលើដៃរបស់នាងឯប្រលឹងមួយបានមកចិត្តអាស៊ីរីហើយប្រលឹងនោះគឺជាវិញ្ញាណដាវចុំនិយាយវល់ប្រលឹងផងវិញ្ញាណផងតែយើងទៅមុខទៀតនាងថាលោកម្ចាស់ខ្ញុំនៅទីនេះចាំជួយលោកហើយនាងក៏ជួយអាស៊ីរីទៅអាស៊ីរីបានកើននៅធម្មពលរួចក៏យកដាវក្រវាសដៃអាសាធរចេញដោយការក្រវាសនោះបានធ្វើឲ្យស្រកានៅលើដៃរបស់នាងប្រេះផងដែរអាសាធរឃើញអញ្ចឹងនាងខឹងខ្ញុំនឹងសម្លាប់ឯងអាស៊ីរីដែលឈរនៅពីមុខអាសាធរមើលទៅដូចជាការវាយប្រហារចុងក្រោយមិនបានបង្កឲ្យមានដេមេកពិតប្រាកដទេប៉ុន្តែកម្រិតនៃការជំរុញនេះនៅតែមិនគ្រប់គ្រាន់ពេលនោះយុគបានមកខ្សឹបត្រចៀកអាស៊ីរីដោយការរំពឹងទុកវាមិនទាន់គ្រប់គ្រាន់ទេលោកម្ចាស់ពេលនេះគឺដល់វេនខ្ញុំម្ដងហើយនាងក៏ចាប់អាស៊ីរីបឺតយកតែម្ដងយើងឃើញថាអាសាធរនាងចាប់ផ្ដើមយកភ្លើងរបស់នាងគប់ទៅអាស៊ីរីហើយឯអាស៊ីរីវាស្តាន់ជាប់មួយផ្លែតសិនមិនមែនស្តាន់អត់ប្រយោជន៍ទេគឺស្តាន់យកធម្មពលដោយអាស៊ីរីបានលើកដាវរបស់វាស្របពេលដែលអាសាធរគប់ភ្លើងរបស់នាងប៉ុន្តែភ្លើងនោះត្រូវបានអាស៊ីរីពុះជាពីរធ្វើឲ្យភ្លើងនោះរលត់ទៅវិញដោយការពុះអំបញ្ញមិញធ្វើឲ្យដៃរបស់អាសាធរចេញស្នាមកំបិតផងដែរអាសាធរមនុស្សម្នាក់នេះពិតជាកាត់ស្រកានាគបានមែនឯប្រលឹងអ្នកខាងក្រោយត្រូវបានយុគនាងចំអកថាពិតជាអស្ចារ្យមែនខ្ញុំដឹងពីរាងកាយរបស់លោកម្ចាស់ល្អជាងនាងទាំងអស់នោះហើយជាមូលហេតុដែលអំណាចដែលគាត់ទទួលបានគឺអស្ចារ្យបំផុតឯអាសាធរនាងបានបញ្ចេញចំហាយពណ៌ក្រហមរួចក៏ដាល់អាស៊ីរីមួយទំហឹងធ្វើឲ្យដីនៅខាងក្រោយផ្ទុះឡើងសំណាងល្អអាស៊ីរីបានរងកុំអីដឹងតែទៅហើយអាសាធរនាងឆ្ងល់មែនតែនវារងទៀតហើយនៅចន្លោះពេលនេះគេនៅតែរារាំងវាបានអាស៊ីរីបានញញឹមតែធ្វើឲ្យអាសាធរនាងផ្ទុះកំហឹងរងការអត្ថាករបស់យើងធ្វើឲ្យឯងសប្បាយទៀតហើយនាងក៏រុញកំដាប់ដៃបុកចំទៅនឹងមុខអាស៊ីរីធ្វើឲ្យវាប៉ើងទៅបុកនឹងថ្មអាសាធរនាងញញឹមលើកនេះខ្ញុំវាយឯងមែនតែនហើយមិនថាយ៉ាងណាទេមុខរបស់ឯងគួរតែខូចហើយឥឡូវនេះចាំមើលឯងព្យាយាមញញឹមម្ដងទៀតបានទេបែរមកអាស៊ីរីពេលដែលត្រូវចំមុខបែបនេះធ្វើឲ្យវាឈឺយ៉ាងខ្លាំងហើយអូនរបស់វាក៏បារម្ភពីវាផងដែរពេលនោះលីលានាងដើរចូលមកហើយនិយាយថាទុកឲ្យខ្ញុំជាអ្នកព្យាបាលរួចនាងក៏យកជើងជន់មុខអាស៊ីរីតែម្ដងហើយដោយតែសពដងអញ្ចឹងការព្យាបាលរបស់នាងគឺយកអាស៊ីរីចេញពីទឹកខ្មៅរួចយើងឃើញថាអាស៊ីរីមុខរបស់វាបានមកសភាពដូចដើមវិញលីលានាងថាវានឹងបញ្ចប់ក្នុងរយៈពេល1នាទីហើយនាងក៏រំដោះអាស៊ីរីចេញពីទឹកខ្មៅបានសម្រេចលីលានាងក៏ដកជើងចេញឯអាសាធរនាងកំពុងតែរងចាំនៅលទ្ធផលប៉ុន្តែក៏លឺសម្រាប់ជើងដើរចេញពីក្នុងផ្សែងអមជាមួយនឹងប្រលឹងយ៉ាងសង្ហាវាថាកំដាប់ដៃចុងក្រោយគឺខ្លាំងហើយមើលទៅមុខរបស់វាទៅពិតជាជឿជាក់ខ្លាំងមែនតែនអាសាធរភ្ញាក់ផ្អើលគ្មានផ្លូវទេហេតុអីមុខគេគ្មានស្នាមដោយនាងចាប់ផ្ដើមបូមធម្មពលចេញពីមាត់ម្ដងដោយការបូមធម្មពលនោះពិតជាខ្លាំងក្លាជាងលើកមុនទៅទៀតអាស៊ីរីមានអារម្មណ៍ខុសប្លែកពីមុនមិនមែនជាធម្មពលដូចលើកមុនទេកំពុងតែផ្ដោតអារម្មណ៍សុកស្រាប់តែសម្លេងមួយបានហៅអាស៊ីរីរួចក៏ចាប់បឺតតែម្ដងហើយនោះគឺជាសាឌៀលយុគឃើញអញ្ចឹងបានសើចការជំរុញការវាយប្រហាររបស់សាឌៀលល្អណាស់ដែរប៉ុន្តែនៅតែមិនដូចរបស់ខ្ញុំសត្វវេទមន្តសំខាន់ជាងនេះទៅទៀតដើម្បីម្ចាស់បន្ទាប់មកយើងឃើញថាដៃមួយទៀតបានចាប់ក្បាលអាស៊ីរីយកទៅអោបនឹងទ្រូងគឺជាដាហ្វីននាងថាមនុស្សមិនអាចចាញ់សត្វទេដោយការអោបនោះមិនមែនអោបធម្មតាទេគឺរឹតយកតែម្ដងអាស៊ីរីធម្មពលរបស់វាកើនឡើងកប់ពពកតែម្ដងអាសាធរនាងបូមធម្មពលនាងរួចហើយក៏បាញ់ទៅរកអាស៊ីរីស្របពេលដែលអាស៊ីរីបូមធម្មពលឡើងចេញភ្នែកពណ៌មាសអាស៊ីរីក៏យកដាវពុះនៅធម្មពលនោះម្ដងទៀតបន្ទាប់ពីអាស៊ីរីកាប់នៅធម្មពលនោះអាសាធរនាងចាប់ផ្ដើមទន់ជង្គង់គេគួរ
តែត្រូវបានខ្ទេចទៅជាបំណែកដោយសារខ្ញុំគេមិនគួរខ្លាំងយ៉ាងនេះទេហេតុអីហើយនាងក៏បានដួលជង្គង់ចុះទៅក្រោមដោយស្រកានៅលើខ្លួននាងក៏ចាប់ផ្ដើមជ្រុះផងដែរហើយព្រលឹងរបស់នាងចង់ចាកចេញពីខ្លួនប្រាណនេះប៉ុន្តែនាងបានទប់ព្រលឹងនោះមិនឲ្យចេញក្រៅដោយរងចាំនៅមួយវិនាទីអាសាធរនាងមើលទៅអាស៊ីរីហុំព័ទ្ធដោយព្រលឹងគេត្រូវតែប្រើវេទមន្តចងព្រលឹងប្រភេទអីហើយដែលគេចងព្រលឹងស្រីទាំងនោះនៅខាងក្រោយគេបង្កើនអំណាចរបស់គេឥតឈប់ឈរឯងគ្រាន់តែដូចខ្ញុំនៅការចងព្រលឹងស្រីរបស់ឯងនោះខ្ញុំកំពុងធ្វើវាជាច្រើនសតវត្សមុនឯងដែរអាស៊ីរីដើរចូលមកគៀកអាសាធរការវាយប្រហារចុងក្រោយនោះឯងបានប្រើវេទមន្តទាំងអស់របស់ឯងហើយមែនទេឥឡូវនេះវាចប់ហើយអាសាធរបានសើចវេទមន្តដែលចងព្រលឹងណាមួយនៅពេលច្រវាក់ត្រូវបានកាត់ចេញដោយបង្ខំនោះឯងធ្លាក់ចូលទៅក្នុងស្ថានភាពសន្លប់បាត់ស្មារតីរយៈពេល10នាទីការការពាររបស់ពួកគេនឹងធ្លាក់ចុះដល់0នេះជាអ្វីដែលមនុស្សម្នាក់មានបទពិសោធន៍រាប់សតវត្សដូចជាខ្ញុំដែលដឹងរឿងនេះហើយខ្ញុំបានអស់វេទមន្តចេញពីខ្លួនហើយប៉ុន្តែរាងកាយបច្ចុប្បន្នរបស់ខ្ញុំគឺគ្មានអ្វីក្រៅពីសត្វនាគនេះទេហើយនាងក៏បានប្រើធម្មពលបង្កើតទៅជាក្បាលនាគផ្លុំខ្យល់យ៉ាងខ្លាំងចង្កូមនាគរបស់ខ្ញុំអាចកាត់ខ្សែច្រវាក់ព្រលឹងបានហើយខ្យល់នោះបានបក់ប៉ើងព្រលឹងស្រីទាំងអស់ចេញទៅឆ្ងាយពីអាស៊ីរីអាសាធរឃើញអញ្ចឹងនាងសើចបន្ទាប់មកនាងក៏ខំបិទមាត់នាគនោះជិតទៅយូបនិងបេឡាមានការព្រួយបារម្ភយ៉ាងខ្លាំងអាស៊ីរីដែលនៅខាងក្នុងមាត់នាគឯនេះត្រូវបានអាសាធរនាងស្ទុះយកដៃទៅចាក់អាស៊ីរីឥឡូវនេះវាចប់ហើយ System នៅក្នុងបេះដូងឯងខ្ញុំនឹងយកវាចេញហើយប្រគល់វាមករាងកាយខ្ញុំវិញប៉ុន្តែការចាក់នោះត្រូវបានអាស៊ីរីចាប់ដៃនាងជាប់យ៉ាងងាយស្រួលបំផុតអាសាធរនាងបើកភ្នែកធំតើនេះជាអ្វីខ្សែច្រវាក់ចងព្រលឹងត្រូវបានកាត់ផ្ដាច់ដោយចង្គង់របស់ខ្ញុំហើយហេតុអីបានជាគេនៅតែអាចផ្លាស់ទីបានវាមិនអាចទៅរួចទេអាស៊ីរីបានច្របាច់ដៃនាងយ៉ាងខ្លាំងធ្វើឲ្យអាសាធរនាងមានការឈឺចាប់ហើយអាស៊ីរីក៏លើកដាវឡើងឯងហ៊ានធ្វើឲ្យដៃគូរបស់ខ្ញុំភ័យខ្លាចទេរួចយើងឃើញថាក្បាលនាគបានពុះដាច់ជាពីរបណ្ដាលឲ្យដុំថ្មបាក់ស្រុតចុះទៅក្រោមហើយស្រីអានេះពួកគេបានយកដៃបាំងភ្នែកពីការវាយប្រហារអំបញ្ញមិញដោយការវាយប្រហាររបស់អាស៊ីរីធ្វើឲ្យធរណីបាក់ជាពីរអាស៊ីរីវាឈរមើលអាសាធរដែលត្រូវផ្លែដាវរបស់វាអាសាធរដែលមានរបួសនេះនិយាយថាតើនេះជាវេទមន្តចងព្រលឹងបែបណាសូម្បីតែបន្ទាប់ពីច្រវាក់ត្រូវបានផ្ដាច់ហើយគ្មានស្ថានភាពសន្លប់ឬទន់ខ្សោយទេអាស៊ីរីតបទៅវិញតើឯងកំពុងនិយាយអំពីអ្វីខ្ញុំមិនយល់នោះទេហើយអាសាធរនាងចាប់ផ្ដើមរលាយបន្តិចម្ដងអាស៊ីរីបន្តទៀតថាខ្ញុំមិនដឹងពីរបៀបប្រើវេទមន្តចងព្រលឹងទេពួកគេជ្រើសរើសនៅខាងខ្ញុំតាមឆន្ទៈរបស់ពួកគេដោយសេរីអាសាធរគ្រាន់តែឮពាក្យបែបនេះនាងក៏យល់តែម្ដងហើយនាងក៏រលាយបាត់ចេញពីពិភពលោកនេះទៅ System បានលោតឡើងអាសាធរត្រូវបានលុបចោលរាងកាយរបស់ player ត្រូវបានបន្សាបជាតិពុលពេលនោះអាស៊ីរីបានប្រទះឃើញអ្វីមួយហើយនោះគឺជាសុទ្ធនាគសមួយខែក្រោយមកយើងឃើញថាបុរសម្នាក់ជាប្រធានក្រុម Hero Guild ឈ្មោះ Sphinx និយាយថាគ្រប់គ្នាដើម្បីការពារប្រឆាំងនឹងនាគយក្សលើកនេះយើងបានបញ្ចប់ដោយការបំផ្ទុះពេញទីស្នាក់ការ Guild ហើយយើងដុតទាំងលុយទាំងអស់និងធនាគារក្នុងគណនី Guild យើងត្រូវតែរកវិធីដើម្បីកសាងទីស្នាក់ការឡើងវិញបើមិនដូច្នេះទេ Hero Guild នឹងត្រូវបានរំសាយហើយអាប៉ែ Sphinx នឹងបានគោះទប់យ៉ាងខ្លាំងសំណួរពេលនេះតើលុយនឹងបានមកពីណាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីថ្ងៃនេះទេលុះត្រាតែយើងរកឃើញអ្វីមួយទៅបានអាប៉ែ Sphinx បានចង្អុលដាក់អាប៉ែពុកមាត់ឯងគឺជាអនុប្រធានឯងទៅមុនគេអាប៉ែពុកមាត់ចាប់ដើមភ័យតែម្ដងនេះគឺហើយយើងក៏កាត់មកទស្សនវិជ្ជាមួយទៀតដែលឃើញនៅអាស៊ីរីបេឡាសាឌីលយូបដាហ្វីនលីលានិងម្នាក់ស្រីលេខានោះផងដែរហើយសមាជិកដែលមកថ្មីគឺជានាគសហើយហ្នឹងហើយអ្នកនេះ season 1យើងត្រូវបានចប់ហើយអត់មាន season 2ទៀតទេអត់មានទៀតទេចប់ហើយ